Ok, chúng mình xuống đến đọc nhé. Xong xóa cũng ca cho một cái xe video clipរបស់ខ្ញុំថ្ងៃនេះខ្ញុំមានខ្សែវីដេអូខ្លីមួយមកចែកអំលែកទៅកាន់អ្នកនរគ្នាអំពីរបៀបក្នុងការលាក friend របស់យើងចង់និយាយថាយើងប្រើ Facebook ហើយយើងចង់លាក friend របស់យើងថាចំនួន friend របស់យើងប្រហែល K ឬក៏អីក៏ដោយគឺយើងអត់ចង់បង្ហាញទៅ friend របស់យើងទៅទៀតក្រៅពីខ្លួនយើងនេះចង់និយាយថាលក្ខណៈ only me ដល់នេះអញ្ចឹងfriend របស់យើងទាំង lain ហ្នឹងគឺយើងមើលឃើញតែឯងទេមិនចង់ឲ្យអ្នកដទៃណាមើលឃើញទេអញ្ចឹងអ្នកអាចលាកបានជាមួយខ្ញុំទាំងអស់គ្នាតោះ let's go សម្រាប់អ្នកទាំងអស់គ្នាដែលចង់លាកអាចមើលវីដេអូរបស់ខ្ញុំបានអូខេហើយអញ្ចឹងសម្រាប់គ្នាយើងថ្មីបាទហើយកុំភ្លេចជួយចុច subscribe អ្នកមួយផងអូខេតោះអញ្ចឹងយើងចូលមក Facebook របស់យើងមកតមកទៀតអ្នកទាំងអស់គ្នាចូលមកនេះសញ្ញានេះសញ្ញា3 tray នេះយើងទៅរក setting នេះបងប្អូន3 tray ហើយអ្នកនររកពាក្យថាចាអូមកក្រោមអ្នកនររកពាក្យថាមកដំបូងវាចេញបែបនេះពីចូលមកដំបូងវាចេញមកអញ្ចឹងអ្នកនរអញ្ចឹងអ្នកនរចូលដល់ setting and privacy នេះមកចុចលើវាបាច់មកតមកទៀតអ្នកនររកពាក្យថា setting អូខេចុចលើ setting នេះ setting ដែលខាងក្រោម setting privacy មាន setting អូខេsetting ឲ្យអ្នកនររកពាក្យថានេះអ្នកនររកពាក្យថា how people can find and contact you អូខេចឹងអ្នកនរចុចលើហ្នឹងមកណាចេញមកកន្លែងនេះវាច្រើនវាមាន your friend ហ្នឹងវាមានថា who can send your friend request who can see friendly អូខេអញ្ចឹងអ្វីយើងចំណុចដែលយើងចង់ចេះចង់ដឹងនោះហើយខ្ញុំចង់បង្ហាញឲ្យអ្នកទាំងអស់គ្នានោះគឺកន្លែងនេះ who can see friendly អូខេ your friendly អញ្ចឹងថាអ្នកណាដែលអាចមើលឃើញចំនួនបញ្ជីមិត្តរបស់យើងនៅក្នុង Facebook ហ្នឹងអញ្ចឹងកន្លែងនេះខ្ញុំដាក់ public តែខ្ញុំផ្សំដូរកន្លែងនេះវាយើងអាច friend នេះ friend របស់យើងក៏មានតែ friend របស់យើងទេដែលអាចមើលឃើញ friend តែ sub មិនថាយើងមកកំណត់ specific friend ដែលយើងកំណត់ជាក់លាក់អញ្ចឹងណាអញ្ចឹងអ្វីដែលយើងចង់បង្ហាញគឺលាកអូខេអញ្ចឹងខ្ញុំយក only me មកអញ្ចឹង raw friend ទាំងអស់មានតែបុគ្គលយើងទេម្ចាស់ Facebook ទេដែលអាចមើលឃើញចំនួន friend អូខេហើយចុច save មកនេះដល់នេះចុច save មកអូខេសូមបើយើងគិតថាអូខេហើយចុច save មកណាសូមបើអ្នកទាំងនេះចង់ដូរទៅណាផ្សេងអ្នកទាំងនេះ save ហើយអ្នកទាំងនេះចូលដូរកន្លែងនឹងដែរមកណាអូខេអញ្ចឹងប៉ុណ្ណឹងអ្នកទាំងនេះអំពីរបៀបក្នុងការលាក friend ងាយខ្លីហើយសម្រាប់គ្នាយើងដែលចង់ចេះអាចមើល scroll មើលតិចទៅអូខេសម្រាប់វីដេអូនេះរឿងលឿនឬអីបន្តិចនេះតើអ្នកអាចព្យាយាមមើលបន្ថែមអញ្ចឹងយើងអាចលាកចំនួន friend របស់យើងបានដែរអូខេយើងអត់ចង់បង្ហាញ public ថាអូ Facebook របស់ខ្ញុំមានអ្នក add friend ចំនួន 1k 2k អញ្ចឹងណាយើងចង់លាកអ្នកអាចសាកល្បងធ្វើឲ្យមានបាទអូខេអញ្ចឹងអរគុណអ្នកទាំងគ្នាមើលឃើញសេះខ្មៅនេះតំណងតែអត់មានលុយទិញអូខេអញ្ចឹងសង្ឃឹមថាអ្នកទាំងគ្នានឹងជួយចុច like ចុច share ដើម្បី admin មានលុយទិញដែរអូខេអញ្ចឹងអរគុណអ្នកទាំងគ្នាសម្រាប់ការចំណាយពេលវេលាតាមដានទស្សនាខ្សែវីដេអូរបស់ខ្ញុំតាមដំណរត់ចប់ហើយសង្ឃឹមថាអ្នកទាំងគ្នានឹងពេញចិត្តខ្សែវីដេអូនេះហើយជួយចុច like ចុច share ចុច subscribe និងចុច follow និងដាក់សញ្ញារូបដឹងទាំងអស់គ្នាអូខេបាយអ្នកទាំងគ្នាជួបខ្ញុំក្នុងខ្សែវីដេអូ